តើឥឡូវយើងចាប់ដើមសំណួរ យើងវិលទៅអត់ដងលោកគ្រូបាទបងអូនស្រីអាយុ30ឆ្នាំគាត់ជាកូនគ្រួសារទាំងញោទេពនិយាយពីឪពុកគាត់វិញអួតឲ្យអួតទៀតគាត់ថាវិធាន4អត់ភ្លេចទេតាំងពីអាយុ20ឆ្នាំរមឃើញតែអាយុ50ឆ្នាំ បាទបានរកឃើញ ឥឡូវគាត់សុខភាពល្អណាស់ប៉ុន្តែទាស់នឹងកូនស្រីគាត់ហ្នឹងកូនស្រីគាត់ហ្នឹងមានអាយុ30ឆ្នាំហើយមានកូន3ទៅហើយសប្តាហ៍មានបញ្ហាវាដោះសាច់កំពង់កលោកគ្រូបាទនៅពេលអាសាច់កំពង់កហ្នឹងដំបូងយើងអត់វិវល់ហ្មងទេដល់ពេលទៅចាប់ផ្ដើមនៅពេលទទួលទានបាយឧស្សាហ៍លេបអត់ចូលចង់ថាគួតមកវិញអញ្ចឹងណាគ្រូបាទហើយសួរលន់ទៅការបត់ជើងមិនដែរថាដូចអត់អីទេអញ្ចឹងណាបាទហើយតាក់តងនឹងការលេបបញ្ចូលនេះក៏ចាប់ផ្ដើមឲ្យគេមើលគេថាអូកាត់ចោលទៅបាទយល់ណាគាត់ថាយេងាយកាត់ចោលមិនអញ្ចឹងគាត់ចង់សួរថាតើលោកគ្រូធ្វើយ៉ាងម៉េចឲ្យអាសាច់នេះវាទៅវិញដោយមិនបាច់កាត់ចោលអញ្ចឹងណាលោកគ្រូតើក្រៅពីនឹងតើមានអនុសាសន៍អីតើទឹកញើទេពអាចជួយគាត់បានទេគ្រូមិនបាច់ខ្វល់រឿងទឹកញើទេពទេមួយគឺជាគ្រួសារទឹកញើទេពប៉ុន្តែគួរមិនគួរខ្វល់ទឹកញើទេពទេអាការៈប៉ុណ្ណឹងវាដាក់អីគេអមដាក់អីអាការៈមិនដឹងមិនធ្ងន់ធ្ងរលេបបាយមិនចូលលេបមិនចូលហើយជាកម្មការនីធ្វើការវាអត់លេបបាយមិនចូលដោយសារតែយើងនឹងមិនចេះលេបបាយអានឹងទីទៀតគ្រូបន្ថែមទីទៀតរាល់ថ្ងៃក្រៅពីនឹងហើយឧស្សាហ៍នៅពេលយប់ហ្នឹងគ្រូដេកទៅពិបាកដកដង្ហើមបាទវាដូចទៅអញ្ចឹងណាគ្រូបាទអញ្ចឹងវាពិបាកដកដង្ហើមតាមច្រមុះអញ្ចឹងវាមានវិធីដកសាច់កំពង់កពិបាកដកដង្ហើមតាមច្រមុះហ្នឹងហើយផ្លូវដង្ហើមតាមច្រមុះរបស់យើងតូចអញ្ចឹងសាច់បំពង់កនោះវាអត់ដោះទេអ្នកណាក៏មានសាច់បំពង់កដែរអត់សាច់បំពង់កនិយាយអត់ឮព្រោះសាច់បំពង់កមួយគូនេះគឺជាអ្នកទប់ក្របពូនឬទប់កំពកសម្លេងដែលមាននៅក្នុងបំពង់កហើយប្រសិនបើអត់មានសាច់មួយគូនេះទេនិយាយអត់ឮបើប្អូនស្រីមិនជឿបងឯងមិនជឿប៉ុន្តែបងឯងអាចយកទៅកាត់បានអញ្ចឹងដល់ពេលដែលយកទៅកាត់សួរតែគាត់និយាយឮអត់និយាយឮទេនិយាយសំឡេងឆ្មាសំឡេងឆ្មាហ្នឹងរាងកាយហ្នឹងប្រឹងប្រែងបដោះអាហ្នឹងឡើងមកវិញណារំតែអាហ្នឹងមកវិញស្រួលបួលនិយាយបានឮបន្តិចទៅតែមិនហ៊ាននិយាយខ្លាំងទៀតអញ្ចឹងសាច់បំពង់កនោះតាពិតវាអត់ដោះទេតែវារលាកដោយសារឥទ្ធិពលរបស់អាស៊ីតកាពះនោះឯងសញ្ញាណនៃជំងឺកាពះមិនមែននិយាយត្រឹមតែបត់ជើងមិនចេញទេហេវហត់អស់កម្លាំងដេកមិនលក់ចុកដៃចុកជើងភើផោមភើជូនៅពេលព្រឹកដាក់អីបន្តិចមិនបានប៉ោងពោះឆ្អល់ពោះតឹងពោះសត្វតែជាអាការៈនៃជំងឺកាពះពោះវៀនខាត់ឡើងរាកបត់ជើងចេញមកលិបក់វាមិនល្អវាលាយផុកលាយទឹកលាយកាកហើយក្រៅពីនោះមានបញ្ហាភ្នែកនឹងមិនស្រួលអញ្ចឹងជំងឺកាពះពោះវៀននេះបើអាការៈនឹងរយចឹងដល់ពេលណាដែលអាការៈផលឡើងអញ្ចឹងហើយវិធាន4នោះមកឲ្យអនុវត្តទៅគាត់ញ៉ាំបាយហើយអត់ញ៉ាំទឹកញ៉ាំបាយហើយអត់ញ៉ាំផ្លែឈើក្លៀនត្រូវញ៉ាំហើយញ៉ាំទឹកម្ដងមួយមាត់ឲ្យបាន3លីត្រក្នុងមួយថ្ងៃធ្វើអញ្ចឹងហើយញ៉ាំទឹកតិចឥឡូវហ្នឹងចាប់ដើមញ៉ាំទឹកតិចហើយកុំទទួលទានអាហាររឹងបថយអាហាររឹងអាហារហឹលអាហារគ្រឿងឬគេហៅថាអាហារធ្ងន់ហ្នឹងបថយបើលេបបាយមិនចូលហូបបបរទៅដាក់បបរឲ្យស្រួលទៅដាក់ទឹកផ្លែឈើអញ្ចឹងទៅព្យាយាមអញ្ចឹងណាកាលណាព្យាយាមអញ្ចឹងទៅរាងកាយនឹងចាប់ផ្ដើមប្រសើរឡើងហើយមិនបាច់ទទួលទានទឹកញើទេពទេគាត់តែប៉ុណ្្នឹងអនុវត្តវិធាន4ដែលខ្ញុំបានជម្រាបបន្ថយការទទួលទានអាហាររឹង4អាទិត្យអីទៅរៀបទៅវិញអស់ហើយមិនបាច់ដល់3ខែផង1ខែហ្នឹងរាងកាយនឹងប្រសើរឡើងអស់ហើយជាយាមនៅក្នុងការដកដង្ហើមវែងឲ្យដល់ក្បាលពោះព្រឹក5ទៅ10នាទីល្ងាចឡើង5ទៅ10នាទីទៅ
ឲ្យសួតហ្នឹងវាមានខ្យល់ដង្ហើមគ្រប់គ្រាន់អញ្ចឹងដល់ពេលដែលសួតរបស់យើងចាប់ដើមមានដង្ហើមខ្យល់ដង្ហើមគ្រប់គ្រាន់ចលនាដង្ហើមរបស់យើងចាប់ដើមប្រសើរឡើងហើយវាគឺជារឿងមួយដែលសាមញ្ញទេដែលមនុស្សទូទៅកើតហើយនៅពេលណាដែលអស់លោកស្រីយកតាសួរខ្ញុំតែនិយាយថាអូលោកគ្រូឯងនិយាយពីវិធីព្យាបាលងាយម៉េះជីវិតរបស់យើងមិនមែនកើតមកដើម្បីមានបញ្ហាទេប៉ុន្តែនៅពេលដែលយើងមានបញ្ហាគឺយើងទេដែលយកវាមកដាក់ក្នុងខ្លួនអញ្ចឹងកាលណាយើងយកមកដាក់ក្នុងខ្លួនយើងដកវាចេញទៅវាលែងមានបញ្ហាដោយរឿងដែលលេបបាយមិនចូលអញ្ចឹងលេបបាយមិនចូលវាមានអីវ៉ាលេបបាយមិនចូលយើងហូបបបរទៅសួរលោកខ្ញុំចង់ហូបបាយថាហូបបាយវាមិនចូលអញ្ចឹងហូបបបរទៅបានអត់គោលបំណងនៃការញ៉ាំរបស់យើងធ្វើអីផ្ដល់សារធាតុចិញ្ចឹមឲ្យសរីរាង្គកាយនេះអញ្ចឹងស្អីក៏បានដែរមែនទេឲ្យតែអាចផ្ដល់សារធាតុចិញ្ចឹមឲ្យរាងកាយញ៉ាំទៅអត់ស្លាប់ទេតែបើអត់ញ៉ាំមិនរឿងអញ្ចឹងបើសិនយើងកំពុងតែមានបញ្ហាអញ្ចឹងហើយយើងបន្ថយទៅយើងផ្លាស់ប្ដូរទៅមួយខែពីរខែទៅរាងកាយរបស់យើងស្រួលមកវិញញ៉ាំបានទៀតអញ្ចឹងអនុវត្តវិធាន4ដែលខ្ញុំបានជម្រាបឲ្យបានល្អទៅទទួលទានបបរកុំទទួលទានអាហារដែលមានគ្រឿងកុំទទួលទានអាហារហឹលណាកុំទទួលទានអាហារដែលវាមានពពួកអាគ្រឿងអីហ្នឹងឬមួយក៏ប្រៃហ្នឹងខ្លាំងពេកទទួលទានបបរបន្តិចតិចទៅរួចបាត់ហើយជីវិតមនុស្សមួយថ្ងៃមានតែ24ម៉ោងទៅអាហារ3ពេលហ្នឹងចង់ហូបអីក៏នៅតែ3ពេលដែរក៏ពេញតែមកកាពះដូចតែគ្នាមានតែហូបអីឯណាឲ្យផុតហ្នឹងអញ្ចឹងគាត់ទៅសម្រួលរាងកាយនេះមួយរយៈរាងកាយនេះនឹងប្រសើរឡើងហើយអនុវត្តវិធាន4ដែលខ្ញុំបានជម្រាបនឹងទៅលេងអី